វីដេអូនេះយើងនឹងជួបគ្នាម្ដងទៀតហើយអំពីរបៀបនៃការបង្រៀននិងរៀនតាមបែប Jigsaw ការបង្រៀនតាមបែប Jigsaw គឺតម្រូវឲ្យយើងទាំងអស់គ្នាត្រូវការចាយពេលវេលាច្រើនបន្តិចហើយការចំណាយពេលវេលានេះគឺសំដៅទៅលើការផលិតសម្ភារៈឧបទេសសម្រាប់បម្រើឲ្យការរៀននិងបង្រៀនទាំងនេះគឺជាសម្ភារៈដែលខ្ញុំបានផលិតឡើងដើម្បីបម្រើឲ្យការរៀននិងបង្រៀនតាមយុទ្ធវិធី Jigsaw រូបភាពដែលមាននៅលើក្រដាសពណ៌គឺតំណាងឲ្យក្រុមមេដែលគេហៅថា Home Group ចំណែកឯក្រដាសពណ៌នីមួយវិញនោះគឺតំណាងឲ្យក្រុមជំនាញដែលគេហៅថា Expert Group ចំណែកឯក្រដាសពណ៌សដែលខ្ញុំមូលទាំងពីរដុំនោះគឺប្រើប្រាស់សម្រាប់លេងល្បែងចាប់ក្រុមចំណែកឯក្រដាសពណ៌តូចៗនេះវិញគឺប្រើសម្រាប់បញ្ជាសមាជិកក្រុមទាំងអស់រត់ទៅរកក្រុមជំនាញតោះកុំឲ្យរងចាំយូរយើងចាប់ផ្ដើមចូលទៅដល់ការរៀននិងបង្រៀនតាមយុទ្ធវិធី Jigsaw តែម្ដងគ្រប់យ៉ាងនៃការបង្រៀនរបស់យើងគឺដំណើរការទៅធម្មតារហូតទៅដល់សកម្មភាពការងារក្រុមក្រដាសសដែលខ្ញុំបានមូលទាំងពីរដុំគឺជាតួឯកដែលចេញមុនគេក្នុងមួយដុំមានចំនួន18សន្លឹកដូចនេះទាំងពីរដុំគឺមានចំនួន36សន្លឹកស្មើនឹង36នាក់នៃសិស្សរបស់ខ្ញុំសិស្សានុសិស្សនៅពីជួរខាងឆ្វេងត្រូវឡើងមកយកម្នាក់មួយនៅដុំខាងឆ្វេងចំណែកឯសិស្សពីជួរខាងស្ដាំត្រូវឡើងមកយកម្នាក់មួយដែរនៅដុំខាងស្ដាំក្នុងក្រដាសនោះមួយដុំគឺជារូបភាពរបស់សត្វហើយមួយដុំទៀតគឺជាឈ្មោះរបស់សត្វបន្ទាប់ពីបងប្អូនសិស្សានុសិស្សបានឡើងមកយកម្នាក់មួយគ្រប់គ្នាហើយខ្ញុំក៏បានប្រាប់បងប្អូនសិស្សានុសិស្សដែលចាប់បានរូបសត្វត្រូវត្រៀមធ្វើសម្លេងសត្វដែលខ្លួនចាប់បានចំណែកឯបងប្អូនដែលចាប់បានឈ្មោះរបស់សត្វវិញនោះត្រូវផ្ទៀងត្រចៀកស្ដាប់ឲ្យបានត្រឹមត្រូវនិងដើរទៅរកដៃគូរបស់ខ្លួនដែលកំពុងតែបញ្ចេញសម្លេងត្រូវជាមួយនឹងឈ្មោះសត្វដែលខ្លួនកំពុងតែកាន់ដូចនេះសកម្មភាពនៃការបែងចែកក្រុមតាមរយៈការធ្វើសម្លេងសត្វក៏បានចាប់ផ្ដើមសម្លេងមាន់ទាឆ្កែគោឆ្មានិងសេះក៏បានចាប់ផ្ដើមលាន់ឮកងរំពងពេញថ្នាក់ចំណែកឯអ្នកកំពុងតែកាន់ឈ្មោះរបស់សត្វវិញនោះក៏បានដើរទៅរកដៃគូរបស់ខ្លួនដែលកំពុងតែបញ្ចេញសម្លេងខ្ញុំបានទុកពេលវេលាឲ្យពួកគេចំនួន1នាទីដើម្បីស្វែងរកដៃគូរបស់ពួកគេឲ្យបានចាប់សពគ្រប់និងរួចរាល់ក្រោយពីពួកគេបានស្វែងរកក្រុមបានត្រឹមត្រូវនិងរួចរាល់ហើយអស់នោះខ្ញុំក៏បានចែកក្តាររាមពណ៌ដែលមានរូបសត្វនៅលើនោះឲ្យពួកគេយកទៅបិទតាមជ្រុងជញ្ជាំងនីមួយៗដែលតំណាងឲ្យក្រុមរបស់ពួកគេក្រោយមកទៀតក៏បានចែកក្តាររាមពណ៌តូចៗដែលខ្ញុំបានត្រៀមទុកឲ្យពួកគេម្នាក់មួយសន្លឹកផងដែរដំណាក់កាលនៃការធ្វើការនៅក្នុងក្រុមមេក៏បានចាប់ផ្ដើមសមាជិកម្នាក់នៅក្នុងក្រុមនីមួយៗគឺទទួលបាននូវសំណួរខុសៗគ្នាក្នុងការធ្វើតែនៅក្នុង Home Group នេះគឺទទួលបាននូវសំណួរដូចគ្នាសកម្មភាពក្នុង Home Group ក៏បានចាប់ផ្ដើមពួកគេមានរយៈពេល5នាទីក្នុងការស្វែងរកចម្លើយរៀងៗខ្លួនម្នាក់កំពុងតែខំម្នាក់កំពុងតែគិតម្នាក់កំពុងតែឆ្លើយហើយម្នាក់កំពុងតែសរសេរនៅចម្លើយដែលពួកគេបានស្វែងរកពួកគេមិនអាចពិភាក្សានៅក្នុង Home Group នេះបានទេព្រោះម្នាក់សុទ្ធតែមានភារកិច្ចរៀងៗខ្លួនក្នុងការរកចម្លើយនីមួយៗរបស់ពួកគេមិនយូរប៉ុន្មានទេសកម្មភាព Home Group រយៈពេល5នាទីក៏បានមកដល់សមាជិកក្រុមម្នាក់ត្រូវបានផ្លាស់ប្ដូរក្រុមទៀតហើយគឺផ្លាស់ប្ដូរទៅរកក្រុមជំនាញរបស់ពួកគេក្រុមជំនាញនោះគឺពួកគេត្រូវទៅរកកន្លែងអង្គុយណាដែលមានក្រដាសរាមពណ៌បិទនៅលើជញ្ជាំងដូចនឹងក្រដាសរាមពណ៌ដែលខ្លួនកំពុងតែកាន់ក្រុមជំនាញនេះគឺជាជំនួបរវាងសមាជិកនិងសមាជិកក្រុមនីមួយៗដែលប៉ះសំណួរដូចគ្នាពួកគេត្រូវធ្វើការពិភាក្សាប្រៀបធៀបនៅចម្លើយរបស់ពួកគេដែលបានសរសេរអំបញ្ញមិញព្រមទាំងធ្វើការបញ្យល់គ្នាឲ្យបានច្បាស់លាស់ឲ្យមានជំនាញដើម្បីឲ្យសមាជិកនីមួយៗឬសមាជិកម្នាក់មានសមត្ថភាពក្លាហានក្នុងការមានជំនាញបកស្រាយទៅដល់ក្រុមផ្សេងទៀតមិនត្រឹមតែប៉ុណ្ណោះពួកគេក៏ធ្វើការសរសេរនៅចម្លើយដែលពួកគេបានពិភាក្សាផងដែរតំណាងនៃ Expert Group គឺកំពុងតែសរសេរនៅចម្លើយដែលពួកគេបានពិភាក្សាយ៉ាងជឿជាក់នេះក៏ព្រោះតែពួកគេបានធ្វើចម្លើយរួចរាល់បាត់ទៅហើយនៅក្នុង Home Group ដំណាក់កាល Expert Group នេះខ្ញុំបានទុកពេលវេលាឲ្យពួកគេចំនួន5នាទីដើម្បីធ្វើការសរសេរនៅចម្លើយរបស់ពួកគេនិងធ្វើយ៉ាងណាឲ្យសមាជិកនៅក្នុងក្រុមមានជំនាញក្នុងការបកស្រាយបន្ទាប់ពីធ្វើការសរសេរនៅចម្លើយរួចរាល់ហើយ Expert Group ត្រូវយកចម្លើយរបស់ខ្លួនទៅបិទនៅលើជញ្ជាំងក្បែររូបនៃក្រុមរបស់ខ្លួនបន្ទាប់ពីបិទចាប់សពគ្រប់ហើយ Expert Group ទាំងអស់ត្រូវរំសាយសមាជិក
ហើយសមាជិកទាំងអស់ត្រូវត្រឡប់ទៅកាន់ home group វិញបន្តមកទៀត gallery walk ក៏បានចាប់ផ្ដើមសមាជិកទាំងអស់នៃ home group នីមួយៗត្រូវដើរមើលចម្លើយរបស់ក្រុមផ្សេងៗសមាជិកម្នាក់ៗរបស់ home group សុទ្ធតែបានបំបែកចេញទៅក្នុង expert group ទាំងអស់ដូច្នេះពេលសមាជិក home group ដើរទៅដល់ក្រុមណាមួយនោះសមាជិក expert group ដែលជាអ្នកមានជំនាញនៅក្នុង home group នោះត្រូវធ្វើការបកស្រាយបញ្យលទៅដល់សមាជិកទាំងមូល Home Group នីមួយៗត្រូវឆ្លាតនិងមើលអំពីចម្លើយនៃការបកស្រាយរបស់សមាជិកនៅក្នុង Expert Group រហូតដល់តែអស់យុទ្ធវិធីនេះបានធ្វើឲ្យសមាជិកទាំងអស់នៃ Home Group ធ្វើការបកស្រាយបានទាំងអស់គ្នាគ្មាននរណាម្នាក់អាក់ខានឡើយពួកគេពិតជាខិតខំប្រឹងប្រែងណាស់ដើម្បីធ្វើការបញ្យលដល់សមាជិកក្រុមម្នាក់ៗពួកគេពិតជាខំណាស់ដើម្បីធ្វើឲ្យសមាជិករបស់ក្រុមគេបានយល់ទាំងនេះហើយគឺជាសកម្មភាពមួយចំនួននៃការបង្រៀនតាមបែបយុទ្ធវិធី Jigsaw Gallery Walk សកម្មភាពនៃការរៀននិងបង្រៀនរបស់ខ្ញុំបាទតាមយុទ្ធវិធីនេះត្រូវបានបញ្ចប់ហើយបើសិនជាមានតខុសកន្លែងណាមួយសូមមេត្តាអធិស្ឋាននិងសូមចូលរួមមតិរិះគន់ដើម្បីស្ថាបនាដល់ការបង្រៀនរបស់ខ្ញុំបាទផងខ្ញុំបាទរីករាយជានិច្ចសូមអរគុណសូមជម្រាបលា